យោធាថៃកំពុងពន្លឿនផែនការសាងសង់របងព្រំដែនអេឡិចត្រូនិកដោយបានចាប់ផ្ដើមដំបូងពីប្រវែង10គីឡូម៉ែត្រខេត្តស្រះកែវជាប់នឹងក្រុងប៉ោយប៉ែតរបស់កម្ពុជាគម្រោងនេះមានតម្លៃសរុប87លានបាតឬប្រហែល2លាន7សែនដុល្លារប្អូនស្រីពៅរបស់ព្រះមហាក្សត្រថៃជាអ្នកផ្ចង់ផ្ដើមមូលនិធិសាងសង់របងព្រំដែននេះដោយបានផ្ដល់ថវិកាផ្ទាល់ខ្លួនរហូតដល់1លានបាតជាការចាប់ផ្ដើមរបងព្រំដែនដែលថៃគ្រោងសាងសង់នេះមិនដូចរបងមុនទេកាសែត Thai The Nation បានហៅរបងនេះជារបងអេឡិចត្រូនិកដែលបានបំពាក់ឧបករណ៍ចាប់សញ្ញាឬបច្ចេកវិទ្យាប្រកាសអាសន្ននិងកាមេរ៉ាដើម្បីចាប់យកសកម្មភាពរបស់មនុស្សនិងបញ្ជូនព័ត៌មានភ្លាមៗទៅយោធាថៃដែលនឹងពង្រឹងការឃ្លាំមើលច្រកព្រំដែនជាមួយនឹងកម្ពុជាកាសែត The Nation ដដែលឲ្យបានដឹងថាយោធាថៃបានសាកល្បងនឹងដាក់របងនេះមួយថ្ងៃទៅហើយនៅដើមខែកញ្ញាឆ្នាំ2025នៅត្រង់ច្រកព្រំដែនប៉ោយប៉ែតតែម្ដងរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបាននិយាយថាទីបញ្ជាការកងទ័ពភូមិន្ទថៃនឹងដឹកនាំគម្រោងនេះដោយសម្របសម្រួលជាមួយនឹងកងទ័ពភូមិភាគទី1ទី2កងទ័ពជើងទឹកនិងនាយកដ្ឋានអង្គការភូមិន្ទថៃដែលធ្វើការក្រោមគណៈកម្មការព្រំដែនរួម JPC លោកបញ្ជាក់ថារបងព្រំដែននេះនឹងត្រូវសាងសង់ក្នុងតំបន់ដែលភាគីទាំងសងខាងបានឯកភាពគ្នាហើយបានថាវានឹងសម្រួលការចាក់ឡាប់ទ័ពនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបានបន្ថែមផងដែរថាការសាងសង់អាចចាប់ផ្ដើមភ្លាមៗនៅពេលដែលមូលនិធិរបស់ក្សត្រីថៃគៀងគរថវិកាគ្រប់គ្រាន់ដោយមិនចាំបាច់សុំការអនុម័តពីក្រុមប្រឹក្សាសន្តិសុខរបស់ថៃនោះទេនាយករដ្ឋមន្ត្រីរបស់ថៃដែលទើបចូលកាន់តំណែងបានបញ្ជាក់ថារាជរដ្ឋាភិបាលរបស់ថៃប្រគល់សិទ្ធិឲ្យយោធាគ្រប់គ្រងនិងសម្រេចចិត្តលើវិធានការនានាទាក់ទងទៅនឹងព្រំដែនកម្ពុជាហើយរាជរដ្ឋាភិបាលរបស់លោកនឹងផ្ដល់ជំនួយគាំទ្រផ្នែកនយោបាយផងដែរ